Chưa được sơ lục của anh đi nhưng với cái mối về bọn tận năng caประภายchỉ tôiบอกnhưng tận năng server hay remote tham gia ASH ហើយបន្ទាប់មកទៀតខ្ញុំត្រូវការ check ទៅលើ user ដែលប្រើ comment WMI ហើយនេះជា user របស់ខ្ញុំហើយទី2ខ្ញុំត្រូវការចាប់ចូល3 line ខ្ញុំ list មើលសិននេះខ្ញុំមាន4 file text ហើយបន្តមកទៀតត្រូវការចាប់ចូល3 line ls ប្រើ file មួយប្រើ header ដើម្បីចាប់ចូល3 line ចាប់យក file ខាងលើ3 line 13ហើយនេះជា file ដែលយើងចាប់បានហើយបន្តមកទៀតយើងត្រូវការបង្កើត file មួយហើយនឹងបោះ multi line ចូលទៅក្នុង file នោះហើយប្រើ type ដាក់ file ចុះ .tt ហើយដើម្បីចូលទៅក្នុង file ហ្នឹងដើម្បីបោះ data ចូលយើងប្រើ nano បោះ text ចូល nano file .tt ហើយនេះជា text ដែលខ្ញុំបោះចូល save ហើយខ្ញុំប្រើ comment case ដើម្បីចាប់យក3 line ចេញពី text file យើងដែលមាន multi line case ហើយដាក់ file .tt ខ្ញុំប្រើ file មួយហើយបន្ទាប់មកខ្ញុំចាប់វាជាលក្ខណៈលេខរៀងមាន list សម្រាប់nl file មួយហើយចាប់យកខាងលើ3 line ដក3ហើយនេះជាលទ្ធផលដែលយើងចាប់បានហើយចំពោះកិច្ចការដែលប្រើ file គឺមានតែប៉ុណ្ណឹងជម្រាបលាលោកគ្រូជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើកិច្ចការមួយពាក់ព័ន្ធទៅនឹងការប្រើប្រាស់ redirect command ជាដំបូងខ្ញុំបើកទៅលើ server ហើយបន្តមកទៀតខ្ញុំ remove តាមរយៈ sh ហើយខ្ញុំប្រើ command មួយដើម្បី check ទៅលើ user គឺប្រើ whoami ហើយនេះជា user របស់ខ្ញុំហើយបន្តមកទៀតខ្ញុំត្រូវការ check ទៅលើ file ដែលមាននៅក្នុង etc ហើយនេះជា file ទាំងអស់ដែលនៅក្នុង etc ហើយបន្តមកទៀតខ្ញុំត្រូវការយក file ទាំងអស់ហ្នឹងបោះចូលទៅក្នុង file au file ហើយខ្ញុំបង្កើត file មួយសិន au file .txt ឥឡូវ file ខ្ញុំបង្កើតបានហើយហើយបន្តមកទៀតត្រូវការបោះ file ទាំងអស់ហ្នឹងចូល etc សញ្ញាធំជាង au file .txt ហើយខ្ញុំ create ទៅលើ file au file ហើយនេះជា file ទាំងអស់ដែលយើងទទួលបានហើយបន្តមកទៀតខ្ញុំត្រូវការបោះបន្ថែមទៀតជាលក្ខណៈ append ហើយប្រើ au file ដដែលអញ្ចឹងហើយ etc យកចេញពី etc ដដែលហើយខ្ញុំ file មួយ nl head ហើយខ្ញុំបោះទៅ5 line ហើយប្រើសញ្ញា2 ដងជៀសវាងការ replace ទិន្នន័យហើយខ្ញុំ create មើលម្ដងទៀតហើយនេះជា file ដែលយើងទទួលបានហើយបន្តមកទៀតខ្ញុំត្រូវការ add ម្ដងទៀតប៉ុន្តែខ្ញុំ add ពីក្រោមវិញហើយនេះជា file ដែលយើងទទួលបានដូចគ្នាចំពោះកិច្ចការពាក់ព័ន្ធទៅនឹងការប្រើប្រាស់ redirect មានតែប៉ុណ្្នឹងជម្រាបលាលោកគ្រូជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើកិច្ចការមួយពាក់ព័ន្ធទៅនឹងការប្រើប្រាស់ URW ហើយនឹងប្រើប្រាស់ comment ដើម្បី active ឬក៏ enable disable ទៅលើ switch របស់ URW ដែលពាក់ព័ន្ធទៅនឹងការធ្វើការជាមួយ firewall ហើយដំបូងខ្ញុំ remove តាមជា sh ខ្ញុំ clear មួយជាដំបូងខ្ញុំប្រើ comment ដើម្បី check ទៅលើ user wmi ហើយនេះជា user របស់ខ្ញុំហើយបន្តមកទៀតខ្ញុំត្រូវការ enable ទៅលើ URW ប្រើ comment sudo URW enable ហើយយើងប្រើ comment មួយដើម្បី check ទៅលើតើយើងបាន enable មែនហើយឬអត់យើងប្រើ comment sudo ufw status ដើម្បី check ទៅលើ status ឥឡូវ status របស់យើងបាន active ហើយបន្តមកទៀតខ្ញុំត្រូវការ enable switch មួយទៀតទៅលើ port 443របស់ https ប្រើ comment allow ដាក់ port ចូល443ហើយខ្ញុំ check status ម្ដងទៀតហើយចំពោះ port 443គឺវា allow ហើយបន្តមកទៀតខ្ញុំត្រូវការ deny វាវិញខ្ញុំប្រើ comment deny
ហើយដាក់ port ចូលហើយ check status វាម្ដងទៀត status របស់ 443 របស់យើងគឺ deny ហើយបន្ទាប់មកទៀតយើងអាចប្រើ command reset ដើម្បី set វាទៅជា default ទាំងអស់ sudo rw reset ហើយខ្ញុំត្រូវការ check ទៅលើ status ឡើងវិញឃើញវា inactive ហើយមិនតែប៉ុណ្ណោះទេសម្បីតែ port sh របស់យើងក៏វា inactive ដែរហើយខ្ញុំត្រូវការ enable វាវិញport 22របស់sh របស់យើងហើយ check status មើលenable status របស់ URW មួយសិន sudo ufw enable ហើយ check status ម្ដងទៀតហើយបើ port 22ក៏ allow ឡើងវិញហើយចំពោះ status របស់ URW ក៏ active ដែរហើយចំពោះកិច្ចការវិព័ន្ធទៅនឹងការប្រើប្រាស់ comment ទៅលើ URW មានតែប៉ុណ្ណឹងជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំធ្វើកិច្ចការមួយប្រព័ន្ធទៅនឹង AWS server remote ជាដំបូងខ្ញុំចូលទៅកាន់ EC2 ដើម្បីបង្កើតម៉ាស៊ីនមួយ LAN instance អានេះខ្ញុំដាក់ឈ្មោះ AWS server remote ASH យក Ubuntu យក ហើយបន្ទាប់ទៀតខ្ញុំត្រូវការបង្កើត key pair មួយដាក់ឈ្មោះថា AWS server remote sh ហើយចុច create key pair ហើយកន្លែងនេះខ្ញុំអត់មានធ្វើអីទេចុច LAN instance ឥឡូវយើងបង្កើតបានហើយខ្ញុំចូលទៅក្នុង instance អានេះជាម៉ាស៊ីនដែលយើងបានបង្កើតមិញហើយឥឡូវវាកំពុងតែ run ហើយបន្តមកទៀតយើងធ្វើការ remove ចូលកន្លែង instance ហើយយក connect ហើយចូល sh client ហើយ copy កន្លែងនេះសម្រាប់ remote ហើយចូលទៅកាន់ git bash ដើម្បីធ្វើការ remote តែខ្ញុំសុំ copy key pair មិញដាក់លើ desktop ទៅហើយតោះមក cd យកទៅកាន់ desktop ls មើល ls ហើយនេះជា file key pair ខ្ញុំបាន copy មិញហើយខ្ញុំធ្វើការ change mode ch mode ដាក់400ហើយឈ្មោះ aws នេះហើយខ្ញុំធ្វើការ change mode ហើយបន្តមកទៀតខ្ញុំធ្វើការ reboot sh ចូលឥឡូវចូលបានខ្ញុំ check ទៅលើ who am I check លើ user នេះជា user របស់ខ្ញុំ Ubuntu ហើយបន្តមកទៀតខ្ញុំ check ទៅលើ PWD ទៅលើ local យើងកំពុងចូល home/ubuntu clear ចោលមួយហើយបន្ទាប់ខ្ញុំនឹងធ្វើការ update មួយ sudo apt update upgrade មួយទៀត
lấy em tự check từ lượt trí thì nhóm bạn install hơi rồi này mà lấy em tự install trí sudo apt install that's fine clear mũi lấy dùm bạn trí á, bắt đầu tiếp em tự directory một đóng ok TIO that's P học tập tin pra triដើម្បីcheck ទៅលើ folder ដែលខ្ញុំបានបង្កើតវាជា folder ខ្ញុំបានបង្កើតហើយទៅមកទៀតខ្ញុំធ្វើការបង្កើតនៅ file text មួយCtrl O ដើម្បី save cat មើល ht នេះជា file ដែលយើងបានបោះចូលមិញតែយើងបានបោះចូលទៅក្នុង file នេះមិញហើយបន្តមកទៀតខ្ញុំធ្វើការ copy ហើយបន្តទៀតខ្ញុំត្រូវធ្វើការ copy file ហ្នឹងចូលទៅកាន់ folder នីមួយៗប្រើ cp copy file txt.txt ចូលទៅកាន់ folder 001 slash ហើយខ្ញុំ copy អាហ្នឹងចូលទៅកាន់បន្តទៀត002ទៀតបន្ត003ទៀតហើយខ្ញុំ clear មួយសិនចូលលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការមួយពាក់ព័ន្ធទៅនឹង FTP server ជាដំបូងខ្ញុំត្រូវការបង្កើត security group មួយចុច create ហើយដាក់ឈ្មោះថា FTP TP server security ហើយ description ខ្ញុំដាក់ថា following default ទាំងអស់ហើយខ្ញុំចុច create ហើយបន្តមកទៀតខ្ញុំត្រូវការបង្កើត machine មួយចូលទៅក្នុង instance ចុច run instance ហើយខ្ញុំដាក់ឈ្មោះថា FTP server testing អានេះយក Ubuntu ហើយបន្តមកទៀតខ្ញុំត្រូវការបង្កើត key pair មួយថា FTP server testing ហ
ហើយបន្តមកទៀតខ្ញុំទៅការ select យក security group ដែលខ្ញុំបានបង្កើតមិញឈ្មោះថា FTP server security ហើយនេះខ្ញុំដាក់ 20G 20ហើយខ្ញុំចុច LAN instance ដើម្បីបង្កើតឥឡូវយើងបង្កើតបានហើយនេះហើយបន្តទៀតខ្ញុំធ្វើការកែទៅលើ security group ខ្ញុំបន្តិចឈ្មោះនេះយក all ហើយដល់បានបន្តទៀតខ្ញុំធ្វើការ remove ចូលចូលទៅក្នុង instance connect ឥឡូវខ្ញុំ copy ពី download យកមកដាក់នៅលើ desktop សិនតោះមកចូលទៅក្នុង git pass ខ្ញុំត្រូវការ change mode របស់វាគឺប្រើ CH mode 400ហើយឈ្មោះ FTP server testing នេះហើយខ្ញុំ change mode បានហើយបន្តទៀតខ្ញុំត្រូវការ reboot ចូលឥឡូវចូលបានខ្ញុំ check ទៅលើ UMI មួយនេះជាម៉ាស៊ីនរបស់ខ្ញុំហើយខ្ញុំ check ទៅលើ location ដែលយើងកំពុងតែចូលលើ PWD នេះជា location ដែលខ្ញុំចូលលើហើយខ្ញុំត្រូវការ update មួយsudo apt ឥឡូវវាមាន32 package យើងត្រូវ upgrade ខ្ញុំ upgrade មកតង់ទៀតឥឡូវខ្ញុំធ្វើការទៅឡើងទៅលើ package មួយ sudo apt install ឈ្មោះថា vs ftpd ដាក់ស្វ័យមួយទៀតឥឡូវខ្ញុំតឡើងវាបានហើយខ្ញុំត្រូវការ check ទៅលើ file ហ្នឹងវាខ្ញុំតឡើងបានមែនឬអត់ចូលទៅក្នុង config cd /etc/ ខ្ញុំ ls មើល .lh ហើយខ្ញុំ script យក vs ftpd អានេះជា file របស់យើងមួយបានដែលយើងបានតឡើងមិញហើយបន្តទៀតខ្ញុំត្រូវការ backup ទុកមួយប្រើ cp ហើយ .back ហើយខ្ញុំចាប់ផ្ដើមចាប់វាយកម្ដងទៀតឥឡូវយើងបានហើយបន្តមកទៀតខ្ញុំត្រូវការចូលទៅក្នុង file មួយនេះដើម្បីកែ configuration មួយចំនួនខ្ញុំប្រើ nano ហើយ vsយើងកែទី1យើងកែទៅលើ
rai enable នេះយើងបើកមកហើយបន្ទាប់ទៅទៀតយើងកែទៅលើហើយយើងបើកកន្លែងនេះមួយទៀតមកch root នេះហើយយើងផាសហើយយើងផាសថែម file នេះថែម allow user ឬ allow writable root ហើយខាងក្រោមគេនេះយើងផាស3 line នេះចូលCtrl O ដើម្បី save Enter Ctrl X ហើយបន្តមកទៀតយើងធ្វើការហើយបន្តមកទៀតនេះធ្វើការ restart មួយ sudo systemctl restart vs epd បន្ទាប់ពី restart ហើយយើង check ទៅលើ status ម្ដងដោយសារមិញអត់បានកែ config អត់ត្រូវឥឡូវខ្ញុំ check ម្ដង restart ម្ដងទៀតហើយខ្ញុំ check status ម្ដងទៀតឥឡូវវាដើរវិញហើយបន្ទាប់មកទៀតខ្ញុំធ្វើការចូលទៅក្នុង file FileZilla ហើយខ្ញុំយកកន្លែង Site Manager នេះខ្ញុំចុចបង្កើតថ្មីមួយទៀតដាក់ឈ្មោះចឹងចុះហើយខ្ញុំយកកន្លែង SSH File Transfer Protocol ហើយកន្លែងនេះផាសនៅ IP address យូបន្ទូជាអូខេខ្ញុំសាក connect ម្ដងទៀតឥឡូវបានហើយបន្ទាប់ទៀតខ្ញុំចូលយូបន្ទូនេះខ្ញុំបង្កើត directory មួយ data ftt client ហើយចូលទៅក្នុងនេះមួយធ្វើការបង្កើត file មួយទៀតដាក់ថា testing.txt ហើយបន្តទៀតខ្ញុំចូលទៅក្នុង Gitbash ហើយខ្ញុំ check ទៅលើនេះមើល file ដែលយើងបានបង្កើតមិញទីជា directory យើងបង្កើតមិញ cd ចូលទៅក្នុង FTP ឥឡូវមើលនេះជា file យើងបានបង្កើតមិញហើយបន្ទាប់មកយើងសាប់ដាក់ nano មួយទៅwelcome to ctech Ctrl O ដើម្បី save Enter Ctrl X ចាក់ចេញហើយបន្តមកយើង create មើល
នេះជា file យើងបានបង្កើតមិញហើយចំពោះកិច្ចការពាក់ព័ន្ធទៅនឹង FTP server មានតែប៉ុណ្ណឹង